ដល់ប្រធានបទទី80ហើយណាបងប្អូនបាទយើងអានថា pet បាទយើងប្រែថាសត្វចិញ្ចឹមបាទឥឡូវយើងមកមើលទាំងអស់គ្នាថាតើយើងប្រើសន្ទនាបែបណាបាទ Do you have a dog Do you have a dog តើអ្នកមានឆ្កែទេបាទចម្លើយ Yes he is very loyal Yes he is very loyal បាទវាបាទមានតែហើយវាស្មោះត្រង់ណាឆ្កែនឹងស្មោះត្រង់ណាស់បាទឥឡូវយើងមកមើលជាបន្តទៀត Is a cat sleeping Is a cat sleeping តើឆ្មាវាកំពុងតែដេកមែនទេបាទឆ្មានោះ Is a cat sleeping Yes on the sofa Yes on the sofa ន័យថាបាទវាកំពុងដេកនោះវាដេកនៅសាឡុងនោះណាបាទឥឡូវយើងមកមើលជាបន្តទៀត Does it bark loudly Does it bark loudly បាទតើវាព្រុសខ្លាំងទេបាទហ្នឹងប្រែថាព្រុសណាបងបាទតើវាព្រុសខ្លាំងដែរទេបាទចម្លើយ Only on stranger Only at បាទមែនat stranger វាព្រុសដែរប៉ុន្តែវាព្រុសតែចំពោះមនុស្សណាដែលប្លែកមុខទេបើមុខដដែលវាអត់ព្រុសទេខែនេះណាបាទឥឡូវយើងមើលជាបន្ត Do you feed them Do you feed them តើអ្នកឲ្យចំណីពួកវាទេបាទឲ្យចំណីទេឆ្កែហ្នឹងឲ្យបាយឲ្យទឹកទេ Yes every morning Yes every morning បាទខ្ញុំឲ្យទៅវាឲ្យរាល់តែព្រឹកនឹងឯងឲ្យតែព្រឹកក្រោកមកគឺឲ្យវាតែម្ដងឥឡូវយើងមកមើលជាបន្តទៀតបងប្អូនបាទ Is a bird colorful Is a bird colorful តើសត្វបក្សីឬក៏សត្វស្លាបនឹងវាមានពណ៌ស្អាតដែរទេពណ៌ចម្រុះពណ៌គ្នាណាឥឡូវយើងមកមើលជាបន្ត Yes it is green Yes it is green បាទវាស្អាតមែនតើពីព្រោះវាមានពណ៌បៃតងអីអញ្ចឹងណាបាទឥឡូវយើងមកមើលជាបន្ត Are the pets fun តើសត្វចិញ្ចឹមនឹងវាយ៉ាងម៉េចដែរវាគួរឲ្យស្រឡាញ់ទេសត្វនឹង Yes I love them Yes I love them បាទខ្ញុំស្រឡាញ់ពួកវាខ្លាំងមែនតើបាទសត្វឆ្កែហ្នឹងសត្វចិញ្ចឹមហ្នឹងឥឡូវយើងបញ្ចប់ត្រឹមប៉ុណ្ណឹងបងប្អូនហើយជួបគ្នានៅមេរៀនក្រោយជាបន្តគណៈពេលនេះខ្ញុំបាទសូមអរគុណសូមគោរពលា